Chỉ được solo crew ngàyខ្ញុំធ្វើកិច្ចការមួយប្រព័ន្ធនឹង AWS server remote ជាដំបូងខ្ញុំចូលទៅកាន់ EC2 ដើម្បីបង្កើតម៉ាស៊ីនមួយ LAN instance អានេះខ្ញុំដាក់ឈ្មោះ AWS server remote ASH យក Ubuntu អូយយកហើយបន្តទៀតខ្ញុំត្រូវការបង្កើត key pair មួយដាក់ឈ្មោះថា AWS server remote ASH ហើយចុច create key pair ហើយកន្លែងនេះខ្ញុំអត់មានធ្វើអីទេចុច LAN instance ឥឡូវយើងបង្កើតបានហើយខ្ញុំចូលទៅក្នុង instance អានេះជាម៉ាស៊ីនដែលយើងបានបង្កើតមិញហើយឥឡូវវាកំពុងតែ run ហើយបន្តទៀតយើងធ្វើការ remove ចូលកន្លែង instance ហើយយក connect ហើយចូល ASH client ហើយ copy កន្លែងនេះសម្រាប់ remote ហើយចូលទៅកាន់ git bash ដើម្បីធ្វើការ remote តែខ្ញុំសុំ copy key pair មិញដាក់លើ desktop ទៅហើយតោះមក CD យកទៅកាន់ desktop LS មើល LS ហើយនេះជា file key pair ខ្ញុំបាន copy មិញហើយខ្ញុំធ្វើការ change mode ch mode ដាក់400ហើយឈ្មោះ AWS នេះហើយខ្ញុំធ្វើការ change mode ហើយបន្តទៀតខ្ញុំធ្វើការ reboot ASH ចូលឥឡូវចូលបានខ្ញុំ check ទៅលើ UMI check លើ user នេះជា user របស់ខ្ញុំ Ubuntu ហើយបន្តទៀតខ្ញុំ check ទៅលើ PWD ទៅលើ local យើងកំពុងចូល home/ubuntu clear ចោលមួយហើយបន្ទាប់ខ្ញុំនឹងធ្វើការ update មួយ sudo apt update upgrade មួយទៀតឥឡូវខ្ញុំត្រូវការ check ទៅលើ tree ដែលខ្ញុំបាន install ហើយឬនៅឥឡូវខ្ញុំត្រូវការ install tree sudo apt install file ឃ្លាមួយឥឡូវយើងបាន tree ហើយបន្តទៀតខ្ញុំត្រូវការបង្កើត directory ចំនួន10 mk io dasp
ហើយបន្ទាប់ទៀតខ្ញុំប្រើ tree ដើម្បី check ទៅលើ folder ដែលខ្ញុំបានបង្កើតវាជា folder ខ្ញុំបានបង្កើតហើយទៅមកទៀតខ្ញុំធ្វើការបង្កើតនៅ file text មួយCtrl O ដើម្បី save cat មើល txt នេះជា file ដែលយើងបានបោះចូលមិញតែយើងបានបោះចូលទៅក្នុង file នេះមិញហើយបន្តមកទៀតខ្ញុំធ្វើការ copy ហើយបន្ទាប់ទៀតខ្ញុំត្រូវធ្វើការ copy file ហ្នឹងចូលទៅកាន់ folder នីមួយៗប្រើ cp copy file txtចូលទៅកាន់ folder 001 slash ហើយខ្ញុំ copy អាហ្នឹងចូលទៅកាន់បន្តទៀត002ទៀតបន្ត003ទៀតហើយខ្ញុំ clear មួយសិនបង្កើតតា file មួយតាដកឥឡូវយើងបានហើយបន្តមកទៀតខ្ញុំត្រូវការ extract នៅតា file ហ្នឹងតា xpf sp11.12 data ហើយបន្តមកទៀតខ្ញុំត្រូវការធ្វើការ compress នៅ file តាហ្នឹង into ទៅក្នុង file ta.gzហើយបន្តមកទៀតខ្ញុំធ្វើការ extract នៅ file ta.gz នឹងវិញហើយបន្តមកទៀតខ្ញុំត្រូវការ zip file ខ្ញុំ check លើ zip version សិន zip file version zip version ឥឡូវខ្ញុំអត់មានទេខ្ញុំត្រូវការ install មួយមិន install sudo update មួយហើយបន្ទាប់ទៀតខ្ញុំធ្វើការ install zip ប៉ុន្តែខ្ញុំ install ទាំងពីរប្រើ sudo apt
install zip unzip ហើយបន្តមកទៀតខ្ញុំត្រូវការបង្កើត file zip មួយ zip dot ov ហើយ sv dot zip ហើយបន្តមកទៀតខ្ញុំត្រូវការ extract នៅ file zip នឹងវិញ unzip